ថ្ងៃនេះផងដែរបងប្អូនទាំងអស់គ្នាមកហូបមកជូរជាមួយខ្ញុំថ្ងៃហ្នឹងមានស្វាយត្រាំត្របែកនិងស្ទ្រូប៊េរីអញ្ចឹងសូមបងប្អូនចូលរួមហូបជាមួយគ្នាមកតែថ្ងៃហ្នឹងសូមបុកម្ទេសរៀងហិលបុកអំបិលរៀងហិលតិចឲ្យព្រោះផ្ដាសាយចង់ហូបរបស់ហិលនឹងប្រៃបងប្អូនមើលត្របែកអូយស្រួយខ្ញប់ឆ្ងាញ់តែម្ដងជាតិហ្មងតែអំបិលរៀងហិលតិចហើយបងប្អូនមិននឹងត្របែកឥឡូវមកភ្លក់ស្វាយមួយគ្នាម្ដងស្វាយត្រាំវាមកពីខ្មែរទិញនៅម៉ាតបងប្អូនខ្មែរយើងលក់ហ្នឹងជាតិហ្មងហូបឲ្យជក់មាត់ហូបហើយចង់ហូបទៀតតែម្ដង